អ្វីដែលកម្ពុជាទទួលបានក្រោយពេលដែលអនុព័ន្ធយោធាបរទេស MACPP ចុះទៅពិនិត្យនៅតំបន់ព្រំដែនហើយប្រទះឃើញនៅការផ្ទុះអាវុធពីសំណាក់ភាគីថៃក្រោយពេលអនុព័ន្ធយោធាបរទេសចុះទៅពិនិត្យនៅតំបន់ព្រំដែននិងបានឃើញស្ថានភាពផ្ទុះអាវុធពីសំណាក់ភាគីថៃជាក់ស្ដែងកម្ពុជាទទួលបានផលប្រយោជន៍សំខាន់ក្នុងវិស័យការទូតនិងការយល់ឃើញរបស់អន្តរជាតិជាក់ស្ដែងវត្តមានអនុព័ន្ធយោធាបរទេសជួយធ្វើឲ្យសហគមន៍ពិភពលោកមើលឃើញស្ថានភាពពិតនៅលើដីជាក់ស្ដែងដែលជាផ្នែកមួយក្នុងការជួយបង្កើនតម្លាភាពនិងកាត់បន្ថយព័ត៌មានបំភ្លៃឬការបកស្រាយខុសពីការពិតរបស់ភាគីម្ខាងទៀតជាលទ្ធផលអន្តរជាតិនឹងមានមូលដ្ឋានច្បាស់ជាងមុនក្នុងការវិនិច្ឆ័យស្ថានភាពដោយផ្អែកលើភស្តុតាងជាក់ស្ដែងបន្ថែមពីនេះសកម្មភាពនេះនឹងជួយពង្រឹងជំហរកម្ពុជាលើឆាកអន្តរជាតិបង្កើនភាពជឿទុកចិត្តនិងជួយឲ្យការទូតរបស់កម្ពុជាមានទម្ងន់ជាងមុនមិនតែប៉ុណ្ណោះវាក៏ជួយជំរុញឲ្យមានសម្ពាធការទូតក្នុងការអនុវត្តបទឈប់បាញ់និងលើកទឹកចិត្តឲ្យភាគីពាក់ព័ន្ធដោះស្រាយបញ្ហាដោយសន្តិវិធីដូច្នេះអ្វីដែលកម្ពុជាទទួលបានសំខាន់គឺការពង្រឹងភាពជឿជាក់របស់អន្តរជាតិតម្លាភាពព័ត៌មាននិងការគាំទ្រកាន់តែខ្លាំងចំពោះជំហរកម្ពុជា